សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ដំណើរកម្សាន្តរបស់ខ្ញុំទៅកាន់ប្រទេសកូរ៉េដែលជាភាគទី4ហើយនៅក្នុងវីដេអូ vlog មួយនេះគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅលេងនៅអគារដែលខ្ពស់ជាងគេប្រចាំទីក្រុងសេអ៊ូលគឺ Lotte World Tower ហើយទីនេះគឺមានកម្ពស់រហូតដល់555ម៉ែត្ររីឯចំនួនជាន់វិញគឺមានរហូតដល់123ជាន់អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំអត់បានឡើងទៅដល់កន្លែង Lotte World Tower ទេខ្ញុំមកត្រឹមតែ mall ប៉ុណ្ណោះហើយខ្ញុំមកនេះគឺពេលវេលាពេលព្រឹកអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំអត់ទាន់ញ៉ាំអីទេខ្ញុំក៏សម្រេចចិត្តមកញ៉ាំ sushi នៅក្នុង mall ហ្នឹងតែម្ដងបើនិយាយពីរសជាតិគឺឆ្ងាញ់ហើយខ្ញុំចូលចិត្ត sushi ភាគច្រើនអ្នកទាំងអស់គ្នាឃើញខ្ញុំធ្វើវីដេអូភាគច្រើនខ្ញុំញ៉ាំ sushiចំពោះទីតាំងហាងមួយកន្លែងនេះខ្ញុំនឹងដាក់ឈ្មោះនៅក្រោម description ដើម្បីឲ្យបងប្អូននៅពេលដែលមកលេងកូរ៉េចង់មកញ៉ាំនៅកន្លែងនេះគឺងាយស្រួលហូរបន្ទាប់ពីញ៉ាំអីហើយខ្ញុំក៏បានដើរ shopping បន្តិចបន្តួចបន្ទាប់មកខ្ញុំឡើងទៅជាន់បន្ទាប់ទៀតដើម្បីមើលទេសភាព Lotte World Tower ដោយសារតែខ្ញុំមកនេះត្រឹម mall អ្នកទាំងអស់គ្នាហើយនេះគឺជាខ្ញុំហើយខ្ញុំនឹងបាយកាមេរ៉ាឲ្យអ្នកទាំងអស់គ្នាឃើញថាតើវាខ្ពស់ប៉ុណ្ណាអូដោយសារតែខ្ញុំថតអត់អស់គឺថតបានធំពាក់កណ្ដាលបងប្អូនខ្ញុំគាត់កាន់ទៅវាដាច់ធំពាក់កណ្ដាលតែគឺឃើញខ្ពស់មែនទែនអ្នកទាំងអស់គ្នាបន្ទាប់ពីឡើងទៅថតរូបនៅខាងលើហើយខ្ញុំចាប់ផ្ដើមដើរលេង shopping ទៀតហើយអ្នកទាំងអស់គ្នាដោយសារតែថ្ងៃនេះគឺជាថ្ងៃដែលដើរលេងចុងក្រោយរបស់ខ្ញុំហើយខ្ញុំនឹងវិលត្រឡប់ទៅខ្មែរវិញនៅថ្ងៃស្អែកផឹកថ្ងៃស្អែកគឺខ្ញុំឡើងយន្តហោះទៅវិញអញ្ចឹងខ្ញុំអត់មានបានដើរលេងច្រើនទេថ្ងៃនេះគឺត្រឡប់មកសន្តាគារវិញនៅពេលយប់ដើម្បីរៀបចំអីវ៉ាន់ត្រឡប់ទៅប្រទេសកម្ពុជាយើងវិញហើយនេះគឺជាទេសភាពនាពេលរាត្រីនៅទីក្រុងសេអ៊ូលអ្នកទាំងអស់គ្នាហើយក៏ជាយប់ចុងក្រោយដែលខ្ញុំនៅសេអ៊ូលអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំកាត់ទៅថ្ងៃស្អែកតែម្ដងដែលខ្ញុំនឹងធ្វើដំណើរទៅបលីនហោះអ៊ីនឆងដើម្បីធ្វើការ check in ធ្វើដំណើរទៅប្រទេសយើងវិញហើយការ check in នៅទីនេះគឺយើង check in ដោយខ្លួនឯងដោយសារតែយើងប្រើម៉ាស៊ីន check in អ្នកទាំងអស់គ្នាយើងចាំបាច់ឈរតម្រង់ជួរទេប៉ុន្តែបើករណីដែលថា passport យើង scan ទៅអត់ចេញអានឹងត្រូវឲ្យយើងនឹងទៅឈរ check in ដដែលអ្នកទាំងអស់គ្នាបន្ទាប់ពី check in រួចហើយខ្ញុំក៏ធ្វើដំណើរទៅ Rogate ដើម្បីយើងចាំយន្តហោះមកហើយខ្ញុំក៏បានហៅអាហារសម្រន់ខ្លះដោយសារតែពេលផឹកលំពេកខ្ញុំអត់ទាន់បានញ៉ាំអីទេអ្នកទាំងអស់គ្នាយើងរៀបអីវ៉ាន់ហើយគឺយើងសូត្រមកពលានយន្តហោះតែម្ដងហើយចំពោះភាគមួយនេះក៏ជាភាគចុងក្រោយនៃដំណើរកម្សាន្តខែ7របស់ខ្ញុំទៅប្រទេសកូរ៉េដែរប៉ុន្តែខ្ញុំនៅតែចេញវីដេអូផ្សេងៗទៅប្រទេសផ្សេងទៀតហើយខែ1ខ្ញុំនឹងវិលត្រឡប់មកកូរ៉េវិញហើយប្រហែលជាពេលនោះគឺធ្លាក់ព្រិលខ្ញុំក៏អត់ភ្លេចធ្វើ vlog ជាវីដេអូ upload ចូលទៅក្នុង YouTube ដើម្បីចែករំលែកក៏ដូចជាទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួនខ្ញុំនិងចែកជូនបងប្អូនទុកមើលកម្សាន្តជាមួយខ្ញុំទាំងអស់គ្នាឥឡូវយើងងាកមកពេលវេលានេះវិញគឺជាពេលឡើងយន្តហោះហើយខ្ញុំក៏បានញ៉ាំអីតិចតួចនៅលើយន្តហោះទៀតហើយក៏ដាក់ប៊ីយ៉ាមកកំប៉ុងទៅអ្នកទាំងអស់គ្នាដើម្បីឲ្យគេងស្រួលខ្ញុំពិបាកគេងលើយន្តហោះអ្នកទាំងអស់គ្នាខ្ញុំអត់ចេះគេងអង្គុយទេអញ្ចឹងញ៉ាំតិចទៅឲ្យយើងស្រួលគេងហើយប្រហែលជាយើងចំណាយពេលរហូតដល់6ម៉ោងតែយើងធ្វើដំណើរមកដល់ភ្នំពេញមកដល់ប្រទេសកម្ពុជាយើងគឺយប់ហើយអញ្ចឹងគឺឃើញភ្លើងពណ៌ដ៏ស្រស់ស្អាតមែនទែននៅភ្នំពេញយើងហើយនេះគឺជាមាត់ទន្លេហើយយើងធ្វើដំណើរចាប់ផ្ដើមចូលសន្សំអ្នកទាំងអស់គ្នាឃើញសម្រស់ភ្នំពេញយើងគឺកាន់តែស្អាតគឺបើសិនជាអ្នកទាំងអស់គ្នាដាក់កាសស្ដាប់ចម្រៀងហើយបែរទៅទេសភាពមួយហ្នឹងខ្ញុំជឿថានឹងទទួលបានអារម្មណ៍មួយដែល relax មែនតើហើយឥឡូវនេះខ្ញុំនឹងចោះចតរយៈពេលខ្លីខាងមុខនេះហើយខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូរបស់ខ្ញុំតាំងពីភាគ1ភាគ2ភាគ3រហូតដល់ភាគទី4នេះដែលជាភាគបញ្ចប់ជួបគ្នានៅវីដេអូ vlog ក្រោយៗទៀតនៃដំណើរកម្សាន្តទៅប្រទេសផ្សេងៗឬក៏ដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជាយើងទាំងអស់គ្នាអរគុណ